តើធ្វើដូចមិនដើម្បីឲ្យយើងប្រើប្រាស់វិធីសាស្ត្រគុំក្របហ្នឹងឲ្យមានប្រសិទ្ធភាពដល់បងជាកសិករដែលបង្កធ្វើស្រុកប្រាំងណាបាទសូមជឿបាទអរគុណបងបាទជំរាបសួរបងប្អូនជាកសិករម្ដងទៀតតកតងជាមួយនឹងវិធីសាស្ត្រនៃការគុំក្របស្មៅឲ្យមានប្រសិទ្ធភាពតកតងជាមួយនឹងការគុំក្របស្មៅឲ្យមានប្រសិទ្ធភាពយើងត្រូវគិតដល់កត្តា4បាទទី1នោះគឺតកតងជាមួយនឹងការរៀបចំដីបាទការភ្ជួររាស់បាទធ្វើមិនដីស្មៅស្អាតហ្នឹងទី2តកតងជាមួយនឹងពេលវេលានៃការប្រើប្រាស់ថ្នាំគុំគ្រាប់ស្មៅទី3តកតងជាមួយនឹងការជ្រើសរើសផលិតផលឬក៏ថ្នាំគុំគ្រាប់ហ្នឹងបាទទី4ហ្នឹងគឺតកតងជាមួយនឹងការគ្រប់គ្រងទឹកអូខេអញ្ចឹងគូមានអីបន្ថែមពាក់ព័ន្ធ4ចំណុចខាងលើហ្នឹងបន្ថែមទៀតទេបាទបងសូមបើកវងចោលបន្ថែមតកតងជាមួយនឹងចំណុចនីមួយៗបាទទី1តកតងជាមួយនឹងការរៀបចំដីដែលលោកគ្រូបានបង្ហាញខាងលើដើមបន្តិចដែរហ្នឹងតកតងការរៀបចំដីយើងត្រូវដឹងថាតកតងជាមួយនឹងការគុំគ្របដើម្បីមានប្រសិទ្ធភាពគឺទាមទារការរៀបចំជួររាស់ធ្វើដីឲ្យស្មើស្អាតបាទធ្វើដីឲ្យស្មើស្អាតមានន័យថាម៉េចយើងងាយស្រួលក្នុងការបញ្ចេញបញ្ចូលទឹកបាទនៅពេលដែលយើងគុំគ្របអីហើយយើងត្រូវការបញ្ចូលទឹកហ្នឹងគឺទាមទារយើងធ្វើដីស្មើស្អាតយើងស្រួលបញ្ចេញបញ្ចូលឲ្យវាស្មើស្អាតបាទមួយទៀតមិនធ្វើមកមានក្នុងការគុំគ្របទេសូម្បីតែការប្រើប្រាស់ជីអីក៏ដោយតែយើងធ្វើដីស្មើស្អាតក៏វាល្អស្មើដែរអូខេបាទអាហ្នឹងមួយឧទាហរណ៍ជាក់ស្ដែងថាបើសិនជាបងប្អូនមានមួយខាងដីស្រែរបស់យើងមួយខាងទួលមួយខាងទំនាបបាទយើងដាក់អាក្រោមល្មមអាលើខ្វះបាទអញ្ចឹងហើយយើងទាមទារឲ្យស្មើបានគ្រប់គ្រងតែមួយទៀតតកតងជាមួយនឹងការជ្រើសរើសមានអាការពេលវេលានៃការប្រើប្រាស់អូខេបងប្អូនត្រូវគិតថាតកតងជាមួយឃុំការឃុំគ្រាប់ពាក្យថាឃុំគ្រាប់គឺឃុំគ្រាប់ស្មៅឬគ្រាប់រុក្ខជាតិណាដែលអត់ទាន់មានលំនោះឬអត់ទាន់ដុះបាទអញ្ចឹងបងប្អូនត្រូវដឹងពេលដែលយើងឃុំគ្រាប់យើងប្រើនៅលើស្រូវប្រាំងយើងគឺធម្មតាយើងត្រាំហើយបានយកទៅព្រោះមែនទេបងបាទហើយយើងយកព្រោះស្រូវយើងមានលំនោះប៉ុន្តែយើងគួរតែឃុំក្រោយពេលធ្វើដីមានថាក្រោយព្រោះហ្នឹងណាក្រោយព្រោះហ្នឹងយើងព្រោះថ្ងៃហ្នឹងព្រោះព្រឹកល្ងាចបាញ់ក៏បានព្រោះថ្ងៃហ្នឹងស្អែកបាញ់ក៏បានប៉ុន្តែកុំឲ្យលើកពី3ថ្ងៃណាបាទតើកាលណាលើកពី3ថ្ងៃមានន័យម៉េចយើងត្រឡប់ទៅខាងដើមថាយើងឃុំគ្រាប់ស្មៅគ្រាប់រុក្ខជាតិណាតែមិនតដោះប៉ុន្តែតើលើកពី3ថ្ងៃទៅនៅពេលដែលដីយើងទៅចេញទឹកហើយបានយើងព្រោះហ្នឹងណាអញ្ចឹងវាទៅថ្ងៃគ្រាប់ស្មៅចាប់ដើមដោះហើយតើលើកពី3ថ្ងៃ4ថ្ងៃទៅប្រសិទ្ធភាពនៃការឃុំហ្នឹងគឺវាថយចុះហើយហ្នឹងយើងឆ្លងចាំងពីពេលវេលានៃការប្រើប្រាស់មួយទៀតចំណុចទី3តកតងជាមួយនឹងការជ្រើសរើសផលិតផលដែលមានគុណភាពដែលមានគុណភាពដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់ស្មៅបាទថងចំណុចនេះខ្ញុំចង់បង្ហាញបន្តិចដែរបាទតកតងជាមួយនឹងចំណុចនេះវាពិតជាសំខាន់ពេលខ្លះបងបានប្រើប្រាស់ផលិតផលដែរបងបានឃុំដែរហេតុអីអត់ជោគជ័យត្រង់ចំណុចនេះខ្ញុំចង់បង្ហាញតកតងជាមួយនឹងផលិតផលខាង beauty ក្រោបយើងបន្តិចដែរបងបាទដែលយើងមានពីម៉ាកផលិតផលនោះគឺម៉ាកកសិករម៉ែងកនិងម៉ាកសេស33បាទដែលបានបង្ហាញតកតងជាមួយនឹងផលិតផលខាងម៉ាកសេស33យើងមាន Nico ដែលបើជាធម្មតាយើងមានផលិតផលនីកូហ្នឹងបាទយើងមានចំណុះ1លីត្រដែលសារធាតុរបស់វាគឺបូតាក្លបាទ900ក្រាមក្នុង1លីត្រអឺសេបាទហើយតកតងជាមួយនឹងកម្រិតនៃការប្រើប្រាស់របស់វាយើងអាចប្រើប្រាស់100 cc ក្នុងទឹក25លីត្រហើយយើងអាចបាញ់នៅលើដីហ្នឹងមហាតាយើងប្រើ10ធុងទៅបាទមួយទៀតអ្វីដែលចង់រំលេចនេះចង់រំលេចថារបស់យើងកំហាប់ឆ្នាំរបស់យើងគឺមានដល់900បាទ900ក្រាមក្នុង1លីត្របងឬក៏ខ្ពស់ឬក៏90%បាទយើងឬក៏90%ហ្នឹងវាគឺជាលេខមួយដែលខ្ពស់កំហាប់ខ្ពស់បើយើងធៀបទៅក្នុងទីផ្សារបច្ចុប្បន្នហ្នឹងណាបាទហើយមួយទៀតបងកុំឲ្យបងប្អូនមានព្រួយបារម្ភថាលេខខ្ពស់យ៉ាងម៉េចដែរគឺវាអត់ប៉ះពាល់ដល់ការលូតលាស់របស់ប្រឡូកដំណាំស្រូវទេបាទវាមានប្រសិទ្ធភាពក្នុងការឃុំបានស្អាតបាទហ្នឹងយោងតាមបទតអង្គបើបង្ហាញពីតកតងជាមួយនឹងខាងម៉ាក43ហើយក៏ដូចគ្នានឹងដែរយើងមាន2ម៉ាកហ្នឹងគឺមួយទៀតគឺម៉ាកកសិកររបស់ផលិតផលរបស់ម៉ាកកសិករហ្នឹងក៏ឈ្មោះថាស្មៅមុនដោះ KS បាទហ្នឹងគឺតកតងជាមួយនឹងការជ្រើសរើសផលិតផលវាពិតជាសំខាន់ហើយខ្ញុំក៏បានបង្ហាញពីផលិតផលហ្នឹងទី1គឺនីកូទី2គឺស្មៅមុនដោះ KS អូខេអញ្ចឹងអរគុណច្រើនលោកគ្រូបាទអញ្ចឹងខ្ញុំសូមទៅលោកគ្រូមកសំណួរទៀត
hai vậy ban chỉ dương banประเภทคมขอนนั่นตาคมขอนนั่นเป็นทั่วdương chỉnh đánh pê lêก็chỉnh đánh thả ca đo cầm đợt đó lục u miền bắc sọt chờ này chắc lục u còn anh đang thôi ca bỏ sai chú ông pu mình họ cái này ban bà បាទអរគុណច្រើនបងសម្រាប់សំណួរនេះទៀតទៅចង់បង្ហាញជូនដែរតកតងជាមួយនឹងការប្រើប្រាស់គុំក្របការគុំក្របនេះគឺជាជំរើសដ៏ល្អមួយសម្រាប់បងប្អូនប្រជាកសិករដែលដាំដុះដំណាំស្រូវប្រាំងមូលហេតុអីឲ្យយើងធ្វើការសង្កេតមើលតកតងជាមួយនឹងការចំណាយនៅលើការដាំដុះការកម្ចាត់ស្មៅនេះគឺមានការចំណាយខ្ពស់បងមានការចំណាយខ្ពស់តែបើសិនជាបងប្អូនធ្វើតាមលក្ខខណ្ឌថារៀបចំដីស្មៅស្អាតយើងអីគ្រប់គ្រាន់ហើយបងប្អូនអាចរើសយកវិធីមួយគឺការគុំក្របស្មៅគឺល្អទាំងណាទី1ចំណេញថវិកាបាទចំណេញថវិកាចំណេញពេលវេលាបាទចំណេញថវិកាចំណេញពេលវេលាហើយមួយទៀតនោះគឺវាមិនប៉ះពាល់ដល់ការលូតលាស់របស់ដំណាំស្រូវបាទហ្នឹងគឺជាចំណុចដែលសំខាន់បាទអញ្ចឹងដូចលោកគ្រូគាត់ធ្វើការបកស្រាយឲ្យបានន័យថាចំណេញពេលវេលាវាអត់អន់ស្រូវងាយស្រួលក្នុងការថែទាំបាទថាបើយើងក្នុងតរកាលយើងបាន3ថ្ងៃហើយយើងបាញ់មុន3ថ្ងៃហើយបាទអញ្ចឹងចូលដល់ថ្ងៃបន្ទាប់អាចថា6ថ្ងៃឬក៏7ថ្ងៃលោកគ្រូមានវិធីសាស្ត្រយ៉ាងណាទៀតក្នុងការគ្រប់គ្រងទឹកឬក៏គ្រប់គ្រងហ្នឹងណាបាទកន្លែងហ្នឹងក៏ចង់បន្ថែមដែរបាទចង់បន្ថែមកន្លែងមុនទីថានៅពេលដែលយើងបាញ់ក្របឃុំក្របស្មៅហើយបាទយើងបាញ់ឃុំក្របស្មៅហើយចន្លោះពី7ទៅដល់10ថ្ងៃមានថាបើយើងនិយាយទៅស្រូវក្នុងដំណាក់កាលហ្នឹងប្របាក់ប្រហែលជាមកពីថ្នាំងដៃកន្លះអីណា8សង់ម៉ែត្រឬក៏មកទឹកអញ្ចឹងបងប្អូនអាចបញ្ចូលទឹកទៅក្នុងស្រែដែលយើងបានឃុំហ្នឹងបាទទី1វាជួយផលិតដីមានផលិតដីយើងជៀសវាងនៅការកាលណាឃុំយើងឃុំដីនៅលើស្រទាប់លើបងណាបាទប៉ុន្តែបើយើងក្រចូលទឹកពេកវាអាចប្រែកាហែងដល់ពេលប្រែកាហែងវាដុះតាមប្រឡោះកាហែងហ្នឹងបងអញ្ចឹងយើងមិនអាចឃុំបាន 100% តែបើសិនជាយើងយូរចង់ថាវាស្ទប់ប្រវែងបានត្រឹម5សង់ទីម៉ែត្រអីហ្នឹងយើងចាប់ដើមចូលទឹកដីវាអត់តប្រេះអញ្ចឹងលទ្ធភាពនៃការឃុំយើងយោងតាមបទពិសោធន៍គឺឃុំបានលទ្ធភាពខ្ពស់ហ្មងបាទសម្រាប់ខ្ញុំមានប៉ុណ្ណឹងអូខេអញ្ចឹងអរគុណច្រើនដល់លោកគ្រូបាទគាត់ធ្វើការបកស្រាយបានតាន់ពេលវេលាហើយក៏ច្បាស់បាទសង្ឃឹមថាអង្គភូមិនឹងអនុវត្តវិធីសាស្ត្រឃុំហ្នឹងទៅគឺអាចថាទទួលបានប្រសិទ្ធភាពនិងភាគរយខ្ពស់ដោយលោកគ្រូក៏បានលើកឡើងបាទឃុំទី1ចំណេញពេលវេលាចំណេញថវិកាហើយអាយុកាលផនដំណាំស្រូវផងអង្គភូមិទាំងអស់គ្នាក៏អត់មានអូបន្លាយអូដេឡេដែរបើយើងធៀបជាមួយនឹងការកម្ចាត់ស្មៅបាទ